ចាំយូរហើយទីបំផុតឡានក្រុងអត់ដំបូលបើកដំណើរការតាមសំណុំពរមុនដំបូងគេបង្អស់ជិះកំសាន្តឆ្វែលគុណមើលជុំវិញទីក្រុងជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យតាមបណ្ដុំទេសចរជាច្រើនក្នុងក្រុងភ្នំពេញចាជំរាបសួរជួបជាមួយនឹងខ្ញុំដាវីកាម្ដងទៀតហើយមកលើនេះគឺមានអីប្លែកតោះចង់ដឹងថាពិសេសបែបណាខ្លះអាចមកតាមដានវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាបានឡានក្រុងបើកធ្វើដំណើរតាមបណ្ដាទីតាំងទេសចរសំខាន់ក្នុងក្រុងភ្នំពេញដូចជាវិមានឯករាជ្យវត្តភ្នំមាត់ទន្លេស្ពានជ្រោយចង្វាកោះនរានិងកន្លែងស្អាតជាងគេនោះគឺខាងមុខវាំងនិយាយពីថាស្អាតឥតឧបមាតែម្ដងអ្នកទាំងអស់គ្នាចំណាយរយៈពេលត្រឹមតែ2ម៉ោងគឺយើងអាចជិះធ្វើដំណើរឆ្វែលកំសាន្តជុំវិញទីក្រុងភ្នំពេញទាំងមូលជាពិសេសយើងក៏អាចមើលថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅខាងលើដំបូលឡានបានសម្រាប់ទីតាំងចំណតឡើងឡានគឺនៅខាងវត្តបតុមគ្រាន់តែមកដល់ទីតាំងចំណតភ្លាមគឺមានអារម្មណ៍ថារំភើបខ្លាំងមែនតែនឡានទើបតែរៀបចំស្អាតរួចរាល់រចនាបថទំនើបហើយខ្លះនៅខាងក្រោមគឺមានកៅអីអង្គុយម៉ាស៊ីនត្រជាក់បែប VIP ងាយស្រួលសម្រាកមើលឃើញទេសភាពខាងក្រៅឡើងត្រជាក់ភ្នែកសំខាន់លើកនេះដែរគឺគេមានបន្ទប់ទឹកខាងក្នុងស្អាតទៀតចំណែកនៅខាងលើឡានធ្វើឡើងអត់ដំបូលសម្រាប់ស្រូបយកខ្យល់បរិយាកាសមានកៅអីច្រើនសម្រាប់អង្គុយគយគន់ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងក្រុងភ្នំពេញនេះតែម្ដងការធ្វើដំណើរនេះដែរគឺគេមាន2ជើងធ្វើដំណើរអ្នកទាំងអស់គ្នាអាចកក់ជើងទី1ក៏បានទី2ក៏បានជើងទី1គឺយើងមានពីម៉ោង4កន្លះរហូតដល់ម៉ោង6កន្លះហើយសម្រាប់ជើងទី2គឺពីម៉ោង6កន្លះរហូតដល់ម៉ោង8កន្លះយប់បានមកដល់ជិះឡានអត់ដំបូលចឹងទៅដឹងថាក្រុងភ្នំពេញយើងស្អាតប៉ុណ្ណាតាមបណ្ដោយមាត់ទន្លេអីខ្យល់អាកាសស្រស់ស្រាយទេសភាពស្អាតឃើញមនុស្សម្នាច្រើនមែនតើដើរកំសាន្តតាមដងផ្លូវម្នាក់បានឃើញឡានហើយគឺថានាំគ្នាស្រែកហូខ្លាំងមែនតើជាពិសេសនៅពេលរាត្រីអីចាប់ផ្ដើមទស្សនាជាមួយនឹងភ្លើងរាត្រីជុំវិញដងវិថីក្នុងក្រុងភ្នំពេញបើខាងស្ពានកោះនរាយើងនឹងក៏មិនធម្មតាដែរអ្នកទាំងអស់គ្នានៅពេលយប់ឡើងគេបើកភ្លើងពេលយប់ជើងស្អាតខ្លាំងមែនតើធ្វើឲ្យយើងមានអារម្មណ៍ថាភ្លេចអស់ទុក្ខកង្វល់មានតែភាពសប្បាយរីករាយនៅខាងលើឡានបងប្អូនអាចមកសាកល្បងទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការជិះឡានក្រុងអត់ដំបូលទស្សនាក្នុងក្រុងភ្នំពេញយើងទាំងមូលនិយាយរួមសម្រាប់ខ្ញុំផ្ទាល់ការជិះឡានក្រុងអត់ដំបូលមិនត្រឹមតែទទួលបានបទពិសោធន៍ថ្មីទេតែក៏ជាការកម្សាន្តសប្បាយមួយថ្មីក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរជាច្រើនទៀតបានមកលេងនិងស្គាល់ពីក្រុងភ្នំពេញយើងទាំងមូលតែម្ដងអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់អរគុណជម្រាបលា